Bà videoនេះគឺនិយាយពីរបៀបបង្កើត slide ដែលប្រើប្រាស់ទៅលើ Canva ហើយបាទសម្រាប់ account free វាយើងអាចប្រើប្រាស់បានដែរអញ្ចឹងខ្ញុំមាន prompt ប៉ុណ្ណេះបាទគឺខ្ញុំចង់ឲ្យវាសេនិយាយពីការប្រើប្រាស់ digital marketing មានប្រសិទ្ធភាពខ្ញុំមានចំណុចចំនួន10ចំណុចបាទឲ្យវាធ្វើតាមហ្នឹងឬក៏បងប្អូនសរសេរខ្លីហ្មងក៏បានឲ្យវាហើយយើងហ្មងក៏បានដែរព្រោះតែយើងអត់មាន idea ស្រាប់ណាប៉ុន្តែបើយើងមាន idea ស្រាប់យើងអាចដាក់ឲ្យវាក៏បានដែរដើម្បីងាយស្រួលទៅតាមដែលយើងចង់បានទៅបាទឥឡូវខ្ញុំ copy prompt នឹងឲ្យទៅបាទ Ctrl C បន្ទាប់មកយើងចូលមកកាន់ web browser ណាមួយឬក៏ Chrome ហ្នឹងបាទយើងកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងហើយយើងបើក tab ថ្មីមកយើងវាយពាក្យថាបាទ canva.com ហ្នឹងអូខេបាទអញ្ចឹងបន្ទាប់មកយើងមើលខាងឆ្វេងនេះយើងឃើញមានពាក្យថាបាទ Canva AI អញ្ចឹងជិះវាមកបាទបន្ទាប់មកត្រែងគឺឲ្យយើងសរសេរpromptអញ្ចឹងបងប្អូនអាចសរសេរខ្លីក៏បានឬក៏សរសេរវែងក៏បានអង់គ្លេសក៏បានខ្មែរក៏បានដែរអញ្ចឹងបើយើងសរសេរpromptកាន់តែលម្អិតអញ្ចឹងការលទ្ធផលដែលយើងបានមកក៏វាអាចនឹងស្អាតជាងដែលយើងសរសេរខ្លីៗដែរអញ្ចឹងខ្ញុំផាសអ្វីខ្ញុំបាន copy បញ្ចូលបាទអញ្ចឹងខ្ញុំផាសហើយយើងចុច submit ឬក៏ចុចសញ្ញាពូនេះទៅគឺអញ្ចឹងវាកំពុងតែដំណើរការយើងហ្នឹងបាទយើងចាំវាប្រហែលជា2-3នាទីដែរបើសិនជាឯកសារយើងច្រើនអញ្ចឹងណាអូខេអញ្ចឹងវាបង្កើតបានយើងណាអញ្ចឹងបងប្អូនអាចចុចវាមកបាទអញ្ចឹងយើងអាចទៅការប្រើ font ឬក៏ទំហំអីក្នុងនឹងហ្មងក៏បានដែរអញ្ចឹងវាអាចកែបានណាជាចង់ទៅឡើង font ទៅឡើងអីយើងអាច design តាមដែលយើងចង់បានបានឧទាហរណ៍ប៉ុណ្ណេះខ្ញុំចង់ឲ្យវាធំជាងនេះទីខ្ញុំទៅដាក់មកចុះទៅពីផ្ទាត់ខ្ញុំដូរ font យក font នេះផ្សេងពីហ្នឹងបាទយក font នេះអូខេបាទចា៎នេះខ្ញុំចូលកាត់ក្រមបន្តិចហើយទៅឡើងថែមបន្តិចទៀតបាទប៉ុណ្ណឹងទី2ដូចគ្នាដែរគឺយើងអាចសេរីតាមដែលយើងចង់បានណាបាទណែជាងកន្លែងណាដែលមើលទៅវាយ៉ាងតូចយើងអាចសេរីតាមក្រួយផានព្រោះវាជា slide យើងអាចកែប្រែបានធម្មតាទេហើយនៅពេលដែលឲ្យអស់បងប្អូនអាច download បានបាទយើងអាច download កន្លែងពាក្យថា share នេះមកបាទយើងអាច download នេះគឺយើងយក on មកណាបាទយើងចង់បានជាអីនេះថាយើងចង់បានបាទជា PDF ជា PowerPoint ឬជា MP4 ក៏បានទៀតឬជារូបភាពក៏បានដែរបើសិនជាបងប្អូនមិនស្ទាត់នៅក្នុង Canva ទេយើងអាច download ជា PDF ស្រីយើងអាច download ជា PowerPoint ដែលកែលើ PowerPoint offline មកយើងវិញទៅនេះឧទាហរណ៍យើងចុច download មកបាទខ្ញុំវា download យើងបានខ្ញុំ download មកទៀតយក file PDF បាទ download ពេលយើងដាក់ preview មកនេះបាទយើងបាន11 slide បាទអញ្ចឹងលទ្ធផលយើងទទួលបានបាទគឺល្អប្រសើរអាចថា 90% យើងអាចទទួលយកបានគឺនៅតែអក្សរយ៉ាងតូចបន្តិចយើងអាចទៅបរិបន្ថែមបានតាមនោះណាបាទអញ្ចឹងសម្រាប់បងប្អូនដែលរវល់ឬក៏បាទមិនមានពេលសម្រាប់ design slide ទេយើងអាចប្រើប្រាស់តាមរយៈនេះក៏បានដែរប៉ុន្តែកុំភ្លេចទៅព្រិនមើលអាការរូបផងព្រោះថាវាកន្លែងខ្លះក៏វាខុសឬក៏អីយើងអាចកែតាមនឹងបានមានយើងធ្វើឲ្យ download ឲ្យទៅប្រើផងទេតើយើងទៅ verify ទៅដល់វិញដែរបាទជាចុងក្រោយបាទកុំភ្លេចជួយ like និងជួយ share ម្នាក់មួយផងបាទសូមអរគុណ